សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំនឹងប្រាប់ពីរបៀប set up កម្មវិធីមួយដែលមានឈ្មោះថា TeamViewer Quick Support គឺដើម្បីឲ្យអ្នកនរគ្នាពេលដែលពួកខ្ញុំត្រូវការ remote ចូលទៅក្នុង tablet គឺវាមានភាពងាយស្រួលអញ្ចឹងដំបូងអ្នកនរគ្នាបើក Telegram មកហើយខ្ញុំមិនបាន send file ចូលក្នុង Telegram តាម team នីមួយៗអញ្ចឹងអាចចូលក្នុង Telegram មកនេះគ្រាន់ជាឧទាហរណ៍មួយទេអញ្ចឹងពេលដែល send គឺវាទម្រង់ដូចតែគ្នាទេដល់ពេល send គឺខ្ញុំនឹងដាក់ file មួយឈ្មោះថា teamviewer.qs.apk ដូចគ្នាបន្តមកអ្នកនេះចុចយកចុច3ខាងចុងនេះចាំមកផ្លែចុច3បន្តមកយកពាក្យ save to download បន្តមកវានឹងប្រាប់ថា file save to download អញ្ចឹងអ្នកនេះបែកទៅបើកកម្មវិធីដែលមានឈ្មោះថា my file អូខេបន្តមកអ្នកនេះចូលក្នុង internal storage ចូលទៅក្នុង folder ដែលមានឈ្មោះថា download ហើយចូលក្នុង folder ដែលមានឈ្មោះថា telegram អូខេអញ្ចឹងនេះគឺជាកម្មវិធីព្រោះមុនហ្នឹងខ្ញុំបាន download មកតេស្តមួយហើយអញ្ចឹងឥឡូវមួយដល់វាតេស្តម្ដងទៀតឡើង12អញ្ចឹងពីរនឹងមួយណាក៏បានដែរអញ្ចឹងខ្ញុំចុចលើកម្មវិធីដែលមានឈ្មោះថា teamviewer.qs.apk ខ្ញុំ select ខ្ញុំចុច install អូខេរងចាំ1នាទីទៅ2នាទីអាចលឿនទេអូខេបន្តមកវាពាក្យថា done អញ្ចឹងរាល់ពេលដែលពួកខ្ញុំប្រាប់អស់អ្នកនរគ្នាបើក TeamViewer Quick Support ដើម្បី remote អ្នកនរគ្នាគ្រាន់តែចូលក្នុង app របស់ tablet បន្តមកអ្នកនរគ្នា scroll រក Quick Support តែពិតពាក្យពេញវាគឺ TeamViewer Quick Support តែនៅលើ tablet វាដាក់ថា Quick Support អញ្ចឹងអ្នកនរគ្នាចូលក្នុង folder កម្មវិធីឈ្មោះ Quick Support ហ្នឹងមកបន្តមកអ្នកទាំងអស់គ្នាគឺតម្រូវឲ្យចុច agree and continue អូខេហើយចុច continue ទៀតមក continue ទៀត continue ទៀត and ចុចពាក្យ let's get start បន្តមកវានឹង activate remote control អញ្ចឹងអាចចាំប្រហែលជា2ទៅ1នាទីតែ1នាទីទេវា activate ហើយអូខេអញ្ចឹងអ្នកនរគ្នាគ្រាន់តែចុច agree អូខេចាំមួយផ្លែតហើយចុចពាក្យ allow អាចចាំមួយផ្លែតតិចទៀតវានឹងបង្ហាញលេខកូដឲ្យហើយអញ្ចឹងអូខេនេះគឺជាលេខកូដអញ្ចឹងអ្វីដែលអ្នកនរគ្នាត្រូវធ្វើពេលដែលពួកខ្ញុំសួរគ្រាន់តែ send លេខកូដឲ្យពួកខ្ញុំអញ្ចឹងឧទាហរណ៍ថាខ្ញុំ send លេខកូដចូល137 852ចឹងអ្នកនរគ្នា send លេខកូដនឹងឲ្យខ្ញុំមកឬក៏ screenshot ដាក់ចូលក្នុង Microsoft Teams ឬក៏ Telegram អ្នកនេះគ្រាន់តែ screenshot ហ្នឹងផ្ញើមកខ្ញុំមកក៏បានដែរតោះមកខ្ញុំយកលេខកូដនឹងចុច connect បន្ទាប់ពី connect អ្នកនរគ្នាពីខាងក្រោមវាថា incoming waiting connection អញ្ចឹងអ្វីដែលអ្នកនរត្រូវធ្វើគឺចុចពាក្យ allow access អូខេ allow access ហើយចុចពាក្យ while using the app អូខេអញ្ចឹងអាចចាំមួយផ្លែតវានឹងហើយអ្នកនរវានឹងសួរថា start recording or casting អញ្ចឹងពេលដែល share screen ហើយគឺពួកខ្ញុំអាច remove control បានហើយអញ្ចឹងអ្វីអ្នកនរគ្នាត្រូវធ្វើគឺបែបហ្នឹង complete download app TeamViewer Quick Support ដាក់ចូលក្នុង tablet អ្នកនរគ្នាអាចរកកម្មវិធី TeamViewer Quick Support តាមរយៈ Telegram ដែលពួកខ្ញុំផ្ញើឲ្យក៏បានឬក៏អ្នកនរគ្នាអាចចូលទៅក្នុង Play Store វាយពាក្យ TeamViewer search មក TEAM viewer អូខេបន្តមក scroll មកក្រោមកុំ install អា TeamViewer remote control ណាអ្នកនរ scroll មកក្រោមអ្នកនរនឹងឃើញហើយ app មួយដែលមានឈ្មោះថា TeamViewer Quick Support អញ្ចឹងអ្នកខ្លះអាច install តាមហ្នឹងក៏បានដែរអូខេអរគុណអ្នកនរគ្នាដែលបានស្ដាប់តាំងពីដើមមក